ណោទំពាំងធំណាស់កូនណែកាន់ឲ្យស្រួលបួលចាំម៉ែជីកណាម៉ែទំពាំងធំណាស់ណាណែដាក់ក្នុងកញ្ជើទៅកូនចាម៉ែនៅមានពីរទៀតណាម៉ែមិនជីកឲ្យតតែអស់កុំមកស្អីនេះទំពាំងធំណាស់ណាម៉ែជាប់ស្អីហ្នឹងម៉ែមិនក៏ដកមិនរួចម៉ែក៏មិនដឹងដែរកូនអូយរបត់ចប់ជីកស្រេចប្តីរបស់នាងនេះដេញកាប់កូនពស់ដូចម៉ូបាំងរហូតនៅសល់តែកូនពស់មួយក្បាលគត់ដែលរត់រួចហើយក៏ទៅពួននៅក្នុងរូងភ្នំតាមយកបណ្ដេះអ្នកម៉ែលោកបុតនាំប្រពន្ធចង់មកផ្ទះយើងហើយអ្នកនាងមានការអីនេះលោកពុកឲ្យមកហៅអ្នកនាងទៅជួបបន្តិចណាចេញបន្តិចទៅអ្នកនាងលោកពុកបាត់នៅចាំខាងក្រៅហើយតែក៏តែបោះឲ្យឯកូនកូនសម្លាញ់បៀពុកបកូនបមិនណាលោកពុកនេះកូនសូរិយារបស់ខ្ញុំស្អាតដូចខ្ញុំអញ្ចឹងដល់លោកពុកអូនណាកូនយកទៅជម្រាបសួរហើយងើបមុខទទួលកូនផងទៅអូនណាសាពះម្ដងទៀតទៅកូនម្ដងទៀតទៅសូរិយាសាពះទៅណាជម្រាបសួរពុទ្ធោហើយងើបមុខឡើងទៅអូនសំពះស្អីខ្លួនរឹងមើលតាដើមឈើអញ្ចឹងខ្ញុំចិញ្ចឹមវាមកខ្ញុំដឹងពីនិស័យវាច្បាស់មកមិនព្រមលុតជង្គង់សំពះវាទេនោះសារិកាមិនព្រមងាកមើលមុខចរាកាណែសាពះម្ដងទៀតទៅកូនលុតជង្គង់ទៅសាពះទៅជម្រាបសួរអ្នកមីយំធ្វើអីយំអូយយំមែនហើយកូនឯងយំធ្វើអីហ៎កូនសម្លាញ់ពុកអត់ទេលោកពុកបើអត់ទេយំធ្វើអីមានស្អីពាក់ព័ន្ធក្នុងចិត្តកូនមែនទេប្រាប់ពុកគឺកូននឹកដល់អ្នកម៉ែខ្លាំងណាស់ពុទ្ធធัวអើយឈប់នឹកទៅកូនទោះយ៉ាងណាក៏ដោយម៉ែរបស់កូនមិនរុះឡើងវិញទេពុកយល់ដល់ចិត្តរបស់កូនទៅពុករកម៉ែថ្មីមកឲ្យកូននោះអីម៉ែថ្មីម្នាក់នេះចិត្តល្អដែរដូចជាម៉ែរបស់កូនបកើអញ្ចឹងដែរវាដូចតែគ្នាទេកុំបាច់ខ្លាចយើងមិនចេះស៊ីសាច់មនុស្សទេគ្មានណាធ្វើអីតិចផងញ៉ាំអីចឹងយ៉ាងម៉េចយើងមិនខ្លាចយ៉ាងម៉េចចង់ទៅចង់ទៅចូលមកចូលមកមិនចូលមកមានអីហ្នឹងពេលពួកយើងត្រូវដល់កូនអត់មានធ្វើអីគេទេយើងវាយពួកខ້ອຍអត់នោះតាឯងចាញ់មកម្ដងធ្វើអី
ក៏ប៉ុន្តែដើម្បីគ្រាន់តែបដៅក្មេងៗបន្តិចបន្តួចតែបដោះឯតើកូនវាមិនសមមានរឿងធំដុំសោះពីសារិកានោះក៏វាចឹងដែរ សូមអរគុណអ្នកគ្រូលីប្រុសសាវ៉ាវិញហ៎បាទបាទមិនមែនលាស្រីសាវ៉ាទេលាស្រីសាវ៉ាលោកស្រីស៊ីសមុទ្រប្រុសគេថាលាស្រីសាវ៉ាចាកុំឲ្យតែគេលាយើងពេកយើងលាគេវិញម្ដងមើលបាទអរគុណអ្នកគ្រូខាងប្រុសឲ្យបានចិត្តពេកអ្នកគ្រូណាបាទចាលោកគ្រូចាលឺអ្នកគ្រូជាងលាប្រុសសាវ៉ាទេមានអារម្មណ៍មិនដែរអត់មានបាក់ទង្គិចផ្លេចខ្លួនទេភ័យដែរស្ដាប់ឡើងភ្លឹកតែមើលគាត់ពាក្យបរោះត្រឹមត្រូវដែរនេះអត់ដឹកណែអ្នកគ្រូតស៊ូក៏ឆែកបេះដូងមើលនៅមុខអ្នកគ្រូនៅមុខចាហើយលោកគ្រូមានអ្វីដើម្បីឆ្លើយតបទៅនឹងអ្នកគ្រូឌីសវេនបាទមានមួយបទដែរមួយបទទៀតគឺអោដួងតារាខ្ញុំអើយអោដួងតារាខ្ញុំដួងតារាខ្ញុំអើយលៀនមិនលៀនចុះនៅតែដួងតារាខ្ញុំអើយចាអរគុណលោកគ្រូហើយសុភាពបរោះចាបាទហើយខ្ញុំបាទក៏សូមយកបទចម្រៀងអោដួងតារាខ្ញុំអើយនេះសូមផ្ញើជូនទៅឯកឧត្តមខុនឌីវឌ្ឍនាទីប្រឹក្សាឯកឧត្តមលំមេងដែលកំពុងតែទស្សនានៅឯគេហដ្ឋានព្រមទាំងក្រុមគ្រួសារទាំងអស់គ្នាហើយក៏សូមគោរពនៅសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមដែលបានផ្ដល់ចិត្តទុកដាក់និងគ្រប់គ្រងនៅកម្មវិធីឬទៅព័ត៌ស្វ័យផងដែរបាទចាហើយសម្រាប់នេះខ្ញុំក៏សូមផ្ញើជូនទៅដល់លោកមានសមអនិងក្រុមគ្រួសារដែល